Ngày nay cứ nhom miền tịch nịch mùi đà chọn chạy đồng đây từ cản bộ mai bông bông đặc nìa tiện tông từ nâng cá vô rục côn cờ lọc côn cờ móng vô mà đã lơ bùm thiệp bông bồn về miền tịch nịch tràn khăn mình tên đà dương trâu cả bọt bàn từ tam sàn phiệp bỏ thiệp bỏ dương chấn rục côn cờ lọc côn cờ móng khá có máu có nghi cắt tàu rục côn cờ lọc côn cờ móng khá máu có bộ bạ cắt chia sẻ tới bà xin chỉ kêu miền thọt pre-wedding thọt ấy chẳng tới cái có nhà máu riêng sưu cạnh thì tới tại bà xin chỉ rút thọt tam tu sập đây và bạ cắt hỏi print máu có bộ bạ thiệt mong ổn ok chứng chọn đăng thả tịch nịch mùi ní thưa bạp ná xôm bong bồn đặc nia một tu sna video pin chung mùi nâng nhom từng ạc nia ok បងប្អូនអ្នកគ្នាអញ្ចឹងចូលមកកាន់អេក្រង់កុំព្យូទ័រនេះគឺខ្ញុំចង់បញ្យល់ពុកម៉ែបងប្អូនបន្តិចតាកតងនឹងរូបថតអញ្ចឹងតាកតងនឹងរូបថតហើយនឹងតាកតងនឹងសាច់ធៀបរបស់យើងបងប្អូនអញ្ចឹងសាច់ធៀបរបស់យើងជាទូទៅបែបនេះអញ្ចឹងខ្ញុំឧទាហរណ៍សាច់ធៀបនេះគឺវាជាសាច់ធៀបមួយដែលងាយស្រួលក្នុងការទាញរូបដាក់ទេវាអត់ពិបាកនៅក្នុងការទាញរូបដាក់ទេប៉ុន្តែត្រូវការតិចនិចមួយដែលឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាធ្វើតាមខ្ញុំទៅបងប្អូនទាំងអស់គ្នាដាក់ទៅវាសមហើយ print ចេញមកគឺវាស្អាតអូខេពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងតាកតងនឹងតិចនិចនេះគឺបងប្អូនទាំងអស់គ្នាត្រូវប្រើកម្មវិធីចំនួន2គឺ Photoshop ហើយនិង Corel អញ្ចឹងសម្រាប់បងប្អូនមួយចំនួនដែលគាត់បោះធៀបនៅលើPhotoshop តែម្ដងអូខេយើងប្រើលើ Photoshop តែម្ដងទៅប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តប្រើនៅលើ Corel ដោយសារតែវាមាន function ក្នុងការ print ច្រើនហើយវាមានភាពងាយស្រួលបត់បែនហើយនឹងការច្នៃ design ហ្នឹងគឺវាងាយស្រួលច្រើនជាង Photoshop បានផ្នែកកាត់បានផ្នែកតម្រឹមអីជាដើមអញ្ចឹងទៅគឺវាមានភាពងាយស្រួលវាមួយយ៉ាងម្នាក់អញ្ចឹងណាបងប្អូនហើយកែរូបកែអីគឺវាស្អាតអូខេអញ្ចឹងបងប្អូនរូបបែបនេះធៀបបែបនេះពុំបែបនេះអញ្ចឹងរូបថតគឺវាមកគឺលក្ខណៈថាគេឲ្យមកយើងគឺបែបនេះបងប្អូនបើសិនជាយើងដាក់មកសួរតែសមអត់អញ្ចឹងសំណួរនេះគឺហាក់បីដូចជារៀងបើសិនជាគេនេះចេះគេនឹងសើចប៉ុន្តែសម្រាប់អ្នកដែលគាត់អត់ចេះគាត់នឹងដឹងថាអាសំណួរមួយនេះគឺវាជាសំណួរដែលល្អមួយសម្រាប់យើងទាំងអស់គ្នាជាអ្នកថ្មីអូខេអញ្ចឹងពេលខ្លះក៏អ្នកខ្លះក៏ច្រឡំថាអាចយករូបបេះដូងបែបនេះយកមកដាក់អញ្ចឹងណាឥឡូវអធិស្ឋានបងប្អូនអញ្ចឹងអ្នកខ្លះក៏យករូបបេះដូងអញ្ចឹងមកដាក់ទៅសម្រាប់អ្នកថ្មីណាយករូបមកហើយទាញរូបនេះចូលបដ ாய் អញ្ចឹងណាអញ្ចឹងសារ៉េសារងអីជាដើមអញ្ចឹងទៅយកមកដាក់បដ ாய் ទៅអូខេប៉ុន្តែវាអត់ស្អាតបងប្អូនវាអត់សូវស្អាតអញ្ចឹងវាអត់សូវស្អាតយើងមានវិធីផ្សេងទៀតក្នុងការយករូបទាំងអស់ហ្នឹងយកមកដាក់បើយើងដាក់បែបនេះក៏វាបានដែរប៉ុន្តែវាមើលទៅវាសាមញ្ញពេកបងប្អូនវាសាមញ្ញពេកអញ្ចឹងបើសិនជាភ្ញៀវគេចង់បានបែបនេះក៏យើងដាក់បែបហ្នឹងទៅប៉ុន្តែបើសិនជាសម្រាប់ខ្ញុំអត់ចង់ដាក់បែបនេះទេបងប្អូនខ្ញុំអត់ចង់ដាក់បែបនេះទេដោយសារតែម៉ូតហ្នឹងគឺវាសាំដដែលច្រើនដងហើយច្រើនគ្នាហើយដែលចង់បានបែបហ្នឹងណាអញ្ចឹងថ្ងៃនេះគឺខ្ញុំមានតិចនិចមួយចង់ឲ្យពុកម៉ែបងប្អូនទាំងគ្នាបានមើលអញ្ចឹងដើម្បីបានរូបដាក់បែបនេះបានគឺយើងត្រូវប្រើ Photoshop អញ្ចឹងអ្នកទាំងអស់គ្នាជាដំបូងគឺខ្ញុំអត់ចង់ឲ្យវីដេអូនេះវាវែងទេហើយខ្ញុំចង់សង្ខេបខ្លីៗអញ្ចឹងខ្ញុំចង់ប្រាប់ថាដើម្បីឲ្យអ្នកទាំងអស់គ្នាអាចទាញរូបនឹងទៅដាក់លើនឹងបានគឺបងប្អូនត្រូវកាត់រូប background បែបនេះកាត់ background វាចេញឲ្យអស់មកអញ្ចឹងរូបដើមវាបែបនេះអញ្ចឹងយើងកាត់ background ចេញឲ្យអស់មកអូខេបងប្អូនអ្នកដែលរៀនផ្នែកហ្នឹងគឺចេះ Photoshop ច្រើនហើយអញ្ចឹងខ្ញុំអត់ចាំបាច់បញ្យល់អីច្រើនទេអញ្ចឹងខ្ញុំគ្រាន់តែបញ្យល់តិចបន្តិចហើយបច្ចុប្បន្ននេះក៏មាន app មួយចំនួនដែលអាច remove background នឹងបានលឿនជាង Photoshop ទៀតប៉ុន្តែគ្រាន់តែថាការដែលកាត់នៅលើ app ឬក៏ website វាមានលក្ខណៈកាត់គុណភាពខ្លះបើសិនជាយើងអត់បង់លុយណាអូខេពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងយើងកាត់ background បែបនេះហើយយើងទាញរូបរបស់យើងនេះយកមកដាក់នៅលើកម្មវិធីនៅលើរូបសុំយើង
រូបធៀបយើងបងប្អូនយើងយកមកយើងដាក់សិនអូខេធ្វើតែបែបតែខ្ញុំ design នៅលើ Corel នេះប៉ុន្តែនៅពេលដែលខ្ញុំកាត់គឺខ្ញុំត្រូវការយកពុំមួយនេះយកមកដាក់នៅលើ Photoshop ដូចគ្នាអូខេអញ្ចឹងជាដំបូងគឺយើងត្រូវម៉ាស់លើ layer វានេះសិនអញ្ចឹងម៉ាស់កន្លែងណានេះបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់ម៉ាស់គឺយើងចុចមកខាងនេះខ្ញុំមិនដឹងថាបងប្អូនទាំងអស់គ្នាអាចមើលឃើញកន្លែងម៉ៅនេះឬក៏អត់ទេដោយសារតែពេលខ្លះ tool នៅលើកុំព្យូទ័ររបស់ខ្ញុំគឺវាអត់អាច select កន្លែងម៉ាស់នេះបានអត់អាចចង្អុលសញ្ញាព្រួយនឹងបានណាបងប្អូនអញ្ចឹងខ្ញុំគ្រាន់តែឲ្យបងប្អូនកលេចមកមើលផ្នែកខាងស្ដាំដៃរបស់ Photoshop គេដាក់ថា add layer mask អញ្ចឹងយើងឈរលើ layer របស់យើងឈរលើរូបភាព layer រូបភាពរបស់យើងយក layer mask អញ្ចឹងយើង add layer mask នេះមកបន្ទាប់មកអ្នកទាំងអស់គ្នាប្រើកន្លែងនេះយើងយកពណ៌ខ្មៅអូខេយើងយកពណ៌ខ្មៅនេះត្រង់ for color នេះ for color បងប្អូនយើងយកពណ៌ខ្មៅ pick color ខាងលើផ្នែកខាងលើនេះយើងយកពណ៌ខ្មៅមកអូខេយើងយកពណ៌ខ្មៅមកបន្ទាប់មកបងប្អូនទាំងគ្នាប្រើ tool brush អូខេប្រើ tool brush មកបងប្អូនទាំងគ្នាបោះវាមកអូខេបោះវាបោះឲ្យដាច់មកបងប្អូនបោះឲ្យឃើញស្មោលប៉ុន្តែចំណាំមួយទៀតបងប្អូនចូលមកកាន់កន្លែងgeneral brush នេះបងប្អូនយកអាស្មោលនេះស្មោលខ្លះកុំយកអាដាច់នេះគឺប្រើអត់ការទេបងប្អូនករណីនេះគឺពិបាកក្នុងការប្រើណាអូខេយើងត្រូវការឲ្យវាមានស្មោលខ្លះឲ្យជាប់ជាមួយនឹងសាច់ background ធៀបរបស់យើងអញ្ចឹងយើងត្រូវបោះវាអញ្ចឹងបងប្អូនយើងត្រូវបោះវាអញ្ចឹងយើងត្រូវបោះវាអញ្ចឹងមកអូខេហើយយើងលៃមកលក្ខណៈថាមកល្មមកខ្លួនឯងគិតថាស្អាតណាបងប្អូនយើងមើលទៅខ្លួនឯងគិតថាស្អាតប៉ុណ្ណាយើងលៃមកអូខេអានេះខ្ញុំស្រឡាញ់ម៉ូដចេះមកអូខេខ្ញុំក៏ដាក់អញ្ចឹងមកអូខេអញ្ចឹងបើយើងអាចធ្វើការបរិចរូបបានទៀតក៏បរិចទៅបងប្អូនខ្ញុំរៀងស្អកកហើយបងប្អូនដោយសារតែអត់បានញ៉ាំទឹកច្រើនអូខេអញ្ចឹងកន្លែងនេះគឺបងប្អូនសេរីបែបនេះហើយបងប្អូនត្រូវដឹងតិចនិចមួយទៀតបងប្អូនត្រូវបិទធៀបនេះមកបងប្អូន save as វា save as វាជាអូខេ save as វាជា PNG អូខេខ្ញុំតិចនិចមួយនេះខ្ញុំមិនដឹងថាបងប្អូនអរគ្នាដែលជាជាងរងពុំគាត់ប្រើដូចខ្ញុំដែរឬក៏អត់ទេប៉ុន្តែកន្លែងនេះគឺខ្ញុំប្រើច្រើនកន្លែងខ្ញុំគឺខ្ញុំប្រើច្រើនហើយតិចនេះនេះក៏យើងនឹកឃើញដោយខ្លួនឯងដែរអត់មានបងប្អូនណាចែកម្លែកទេអូខេអញ្ចឹងយើង save មកឥឡូវខ្ញុំដាក់ថា65អញ្ចឹងទៅអញ្ចឹងរើសយកកន្លែងនេះយើងរើសយក PNG អញ្ចឹងយើងរើសយក PNG យើង save មកអូខេបន្ទាប់មកយើងទៅរករូបយើងនៅលើកន្លែងដែលយើង save ទុកណាអញ្ចឹងកន្លែងនេះគឺខ្ញុំ save ទុកនេះ65នេះ65នេះខ្ញុំ save ទុកហើយខ្ញុំមកមើលធៀបខ្ញុំអូខេយើងវាយឈ្មោះកូនកន្លះកូនកំមុំអីរួចអស់ហើយអញ្ចឹងទៅយើងទាញចូលមកអូខេពុកម៉ែបងប្អូនយើងទាញចូលអញ្ចឹងមកអូខេយើងទាញចូលអញ្ចឹងមកតែកុំភ្លេចបងប្អូនយើងក្របវាសិនមកយើងចូលអា tool ក្របនេះយើងក្របវាសិនយើងក្របយកមករូបយើងប៉ុណ្ណឹងមកអូខេយើងក្របយកមករូបយើងប៉ុណ្ណឹងមកបន្ទាប់មកយើងទាញរូបហ្នឹងយកទៅដាក់កន្លែងធៀបយើងអូខេយើងទាញយកមកដាក់មកយើងប្រូមឲ្យត្រូវជាមួយនឹងសាច់ធៀបយើងមកអូខេបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំយករូបប៉ុណ្ណេះខ្ញុំដាក់ប៉ុណ្ណឹងហើយយើងមើលស្មោលយើងហើយនឹងសាច់ធៀបហ្នឹងវារៀងលក្ខណៈលិចចូលគ្នាបងប្អូនវាលិចចូលគ្នានេះអាជើងចកេះរបស់គាត់ហ្នឹងហើយនឹងសញ្ញាក៏ដូចជារូបថតនៅរូបខាងក្រោយរបស់ធៀបហ្នឹងគឺវាលក្ខណៈរៀងមិចចូលគ្នាអញ្ចឹងនៅពេលដែលយើង print ចេញមកក៏វាអត់ដាច់អូខេវា print មកលក្ខណៈថាអត់ដាច់ទេវានៅស៊ីជាមួយនឹង background របស់ធៀបយើងអូខេអញ្ចឹងតិចនេះគឺជារបៀបនៅក្នុងការដាក់រូបថតទៅលើធៀបដែលមានស្រាប់អូខេដែលគេបោះពុំដែលគេចេញជាពុំមកយើងវាយប៉ុន្តែសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាជារៀងរងពុំធំណារងពុំធំរៀងងាយស្រួល
ដោយសារអីដោយសារតែយើងឆ្នៃដែលគេថាបោះលើពុំថ្មីតែម្ដងអញ្ចឹងបោះលើពុំថ្មីហ្នឹងគឺវាងាយស្រួលជាងការដែលយើងយករូបអឺនេះយកទៅបោះលើពុំធៀបដែលគេមានស្រាប់អូខេអញ្ចឹងយករូបហ្នឹងទៅបោះលើពុំធៀបដែលមានស្រាប់ហ្នឹងគឺពិបាកក្នុងការបន្ស៊ីរូបថតទៅជាមួយនឹង background ឬក៏សាច់ធៀបអូខេបងប្អូនពិបាកបន្ស៊ីបន្តិចអញ្ចឹងយើងត្រូវលៃលោកមើលឲ្យល្អមែនទែនដើម្បីអាចឲ្យធៀបរបស់យើងចេញមកមានគុណភាពហើយភ្ញៀវក៏ស្រឡាញ់ចូលចិត្តដែរអូខេពុកម៉ែបងប្អូនអ្នកគ្នានេះគឺជាតិចនិចនៅក្នុងការយករូបថតទៅដាក់ក្នុងសុំធៀបរបស់យើងប៉ុន្តែវាមានធៀបខ្លះវាមានលក្ខណៈរូបបេះដូងអញ្ចឹងមកយើងអាចច្នៃជារូបលក្ខណៈបេះដូងមកយើងទាញរូបនឹងចូលតែម្ដងអាហ្នឹងក៏ងាយស្រួលដែរអូខេអញ្ចឹងពុកម៉ែបងប្អូនអ្នកគ្នាសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេគ្រប់ជម្រាបលាពុកម៉ែបងប្អូនអ្នកគ្នាកុំភ្លេចជួយចុច Subscribe Like និង Share វីដេអូនេះម្នាក់មួយផង